ព្រះរាជាណាចក្រកម្ពុជាឬអាណាចក្រខ្មែរគឺជាទឹកដីដែលមានវ័យចំណាស់ជាយូរលង់ណាស់មកហើយជនជាតិខ្មែរសម័យដើមមានជំនឿលើកម្លាំងធម្មជាតិនិងកម្លាំងក្រៅខ្លួនដែលជាទូទៅគេគោរពបូជាវត្ថុអរូបដូចជាអាទិទេពទេវជាអរូបអារក្សអ្នកតានានានិងវត្ថុស័ក្តិសិទ្ធិផ្សេងៗក្នុងចំណោមវត្ថុស័ក្តិសិទ្ធិទាំងនោះមនុស្សតែងតែមានជំនឿនិងនិយាយតៗគ្នាផងដែរអំពីចែកកាច់ឬខ្នាយតាន់ជ្រូកកព្រៃដែលគេជឿថាជាវត្ថុស័ក្តិសិទ្ធិដ៏កម្រដែលខ្មែរមានជំនឿយូរណាស់មកហើយមុននឹងឈានដល់ការរៀបរៀងពីជំនឿទាក់ទងទៅនឹងចែកកាច់ឬខ្នាយតាន់ជ្រូកព្រៃនេះយើងខ្លឹមសូមលើកពាក្យចែកកាច់ឬខ្នាយតាន់នេះមកពន្យល់ជាមុនសិនចែកកាច់បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបានពន្យល់ថាចែកគឺជាភ្លុកមេដំរីឬដំរីស្តតូចៗខ្លីៗទីពីភ្លុកធម្មតាចែកកាច់គឺជាចែកដែលមេដំរីកាច់ចោលខ្លួនវានៅជាប់នឹងដើមឈើរុះខ្នាយតាន់បើតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបានពន្យល់ថាខ្នាយគឺជាចង្គង់ស្រួចជាគ្រឿងការពាររបស់ជ្រូកតែបច្ចុប្បន្ននេះក៏មានហៅខ្នាយជ្រូកព្រៃនេះថាជាចែកកាច់ដែរគឺជាភ្លុករបស់សត្វជ្រូកព្រៃដែលមានជីវិតនៅក្នុងព្រៃជ្រៅជ្រូកព្រៃតែងតែប្រើខ្នាយដបមុតនិងសាហាវរបស់វាដើម្បីការពារខ្លួននិងសម្លាប់សត្វត្រូវហើយគេជឿថារាល់ព្រលឹងសត្វដែលបានស្លាប់ដោយសារជ្រូកព្រៃសម្លាប់ទាំងនោះបានស្ថិតនៅខាងចុងភ្លុកនោះហើយនៅពេលវាដុះវេនវានឹងជ្រុះនៅពេលណាមួយដោយសារតែជ្រូកព្រៃនឹងយកភ្លុកវាទៅត្រដុសនឹងគល់ឈើគេមានជំនឿថានៅពេលដែលភ្លុកនោះវាជ្រុះកន្លែងណាហើយទើបបីជាមានភ្លើងឆេះព្រៃក៏ដោយក៏កន្លែងដែលខ្នាយតាន់ឬចែកកាច់ជ្រុះនោះមិនបានឆេះដែរបើតាមការសង្កេតរបស់អ្នកភូមិដែលរស់នៅតំបន់ព្រៃភ្នំនិងខ្ពង់រាបមួយចំនួនបានឲ្យដឹងថាជ្រូកព្រៃមានទម្លាប់រស់នៅជាហ្វូងហើយនៅក្នុងហ្វូងជ្រូកព្រៃនីមួយៗមានមេហ្វូងមួយជាជ្រូកឈ្មោលដែលមិនត្រឹមតែមានមាឌធំហើយខ្លាំងជាងគេទេវាថែមទាំងកាចសាហាវទៀតផងនៅក្នុងខណៈពេលដែលមានកូនជ្រូកព្រៃទើបនឹងកើតមកមេហ្វូងជ្រូកព្រៃដ៏កាចសាហាវនេះតែងតែសម្លាប់ចោលនៅរាល់កូនជ្រូកព្រៃឈ្មោលណាដែលវាទទួលស្គាល់ថាមានមហិទ្ធិឫទ្ធិដូចវាការសម្លាប់កូនខ្លួនឯងដូចនេះគឺបណ្ដាលមកពីមេហ្វូងខ្លាចក្រែងកូនឈ្មោលនៅក្នុងហ្វូងនោះនឹងដណ្ដើមអំណាចធ្វើជាមេហ្វូងទៅថ្ងៃក្រោយលុះក្រោយមកនៅពេលមេហ្វូងវាដឹងខ្លួនថាជិតស្លាប់ទើបវាទុកកូនឈ្មោលណាដែលប្រកបដោយលក្ខណៈសម្បត្តិរឹងមាំមានដុសខ្នាយវែងជាងគេដើម្បីឲ្យដឹកនាំហ្វូងជ្រូកព្រៃបន្តពីវាទៀតចំពោះមេហ្វូងជ្រូកព្រៃដែលចាស់ជរាខ្លាំងទៅវាដើរទៅរកកន្លែងណាស្ងាត់នឹងមានដើមឈើផងដើម្បីយកខ្នាយតាន់របស់វាទាំងពីរទៅកាត់បំបាក់ទុកបង្កប់ចោលនៅនឹងដើមឈើនោះគេមានជំនឿថាមហិទ្ធិឫទ្ធិរបស់ខ្នាយតាន់គឺនៅត្រង់ថាបារមីឬវត្ថុស័ក្តិសិទ្ធិជាពន្លឺលើថ្ងាសជ្រូកព្រៃដែលតាមថែរក្សាគម្ពីរវាជានិច្ចកាលដែលបារមីនេះឯកដែលពិបាកនឹងមាននរណាម្នាក់អាចសម្លាប់វាដោយងាយបានឡើយដូច្នេះហើយបានជាប្រជាជនខ្មែរនៅតាមតំបន់ព្រៃភ្នំនិងតំបន់ខ្ពង់រាបមានជំនឿថាអ្នកដែលរើបានខ្នាយតាន់ជ្រូកព្រៃយកមកពាក់នឹងមានសេចក្តីសុខសេរីសួស្តីជាពុំខានបារមីខ្នាយតាន់នេះនឹងនៅរក្សាការពារមិនឲ្យសត្រូវជិតឆ្ងាយណាមកបៀតបៀនឬយកឈ្នះលើខ្លួនគេបានឡើយ